បាទចឹងជាបឋមខ្ញុំបាទសូមអញ្ញាតគោរពគណៈធិបតីដែលមានវត្តមាននៅក្នុងអង្គប្រជុំរបស់យើងទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំបាទឈ្មោះទូចសរមជាគ្រូបង្រៀននៅសាលាបឋមសិក្សាតាឡូសូមធ្វើបទបង្ហាញពាក់ព័ន្ធជាមួយនឹងលីងទី6ដែលពាក់ព័ន្ធជាមួយនឹងផែនការរៀនសូត្របង្រៀននិងសាលារៀនមានប្រសិទ្ធភាពសាលាគំរូក្នុងឆ្នាំ2025បាទអញ្ចឹងខ្ញុំសូមអញ្ញាត share screen បាទបាទគ្រប់យើងសួរលោកគ្រូតើទទួលខ្ញុំបានទេគ្រូបាទទទួលបានអញ្ចឹងបាទលោកគ្រូអញ្ចឹងថ្ងៃនេះដែរខ្ញុំសូមបង្ហាញពាក់ព័ន្ធជាមួយនឹងផែនការដែលលីងទី6បាទអញ្ចឹងមុននឹងចូលដល់បទបង្ហាញខ្ញុំបាទសូមរៀបរាប់ពីវឌ្ឍនភាពដែលយើងបានបង្កើតឡើងនៅសាលាបឋមសិក្សាតាឡូគឺយើងបានរៀបចំជាកញ្ចប់ការងារសម្រាប់សម្រួលដល់ការងារទាំងគណៈនាយកនិងគណៈគ្រូបង្រៀនដើម្បីឲ្យពួកគាត់មានភាពងាយស្រួលបាទអញ្ចឹងនៅថ្ងៃនេះដែរគឺយើងអាចច្រោះនៅប្រភេទការងារទីដែលខ្ញុំបានរៀបចំមានពីការងារទី1ដល់ការងារទី8អញ្ចឹងចំពោះការងារទី1ខ្ញុំធ្លាប់បង្ហាញលោកគ្រូផងដែរថាពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងគ្រូបង្រៀនឬក៏គណៈនាយកអញ្ចឹងក្នុងការកិច្ចព្រមព្រៀងគ្រូបង្រៀនឬក៏គណៈនាយកនេះគឺយើងបង្កើតឡើងតាមរយៈប្រព័ន្ធ Google Sheet ដែលយើងចាប់ទិន្នន័យពី link ឆ្នាំថ្មីគឺ link 3.0.3 និង 3.1.3 ពេលដែលយើងចាប់ទិន្នន័យរួចយើងនឹងបង្ហាញនៅលទ្ធផលតាមថ្នាក់នីមួយៗជូនពួកគាត់ហើយយើងមកធ្វើកិច្ចព្រមព្រៀងជាមួយពួកគាត់ដែលបង្ហាញនៅលទ្ធផលជាក់ស្ដែងនៃគាត់ទទួលបាននិទ្ទេសភាសាខ្មែរនិងគណិតវិទ្យានៅដើមឆ្នាំសិក្សាចំណែកឯវឌ្ឍនភាពទី2គឺពាក់ព័ន្ធជាមួយនឹងផែនការ3ឆ្នាំនិង1ឆ្នាំគឺយើងបង្កើតជា link ដូចគ្នាគឺយើងចាប់ទិន្នន័យពី link 3.0.3 និង 3.1.3 ដែលយើងជ្រើសនៅប្រភេទថ្នាក់ហើយយើងបង្កើតនៅផែនការចាប់ពី3ឆ្នាំ1ឆ្នាំ3ខែនិងផែនការរៀនសូត្រតាមថ្នាក់នីមួយៗជូនពួកគាត់តែម្ដងបាទចំពោះវឌ្ឍនភាពទី2គឺយើងទី3គឺមានគណៈគ្រប់គ្រងថ្នាក់រៀនដែលយើងហៅកាត់ថាកកថបាទគឺយើងមានទិន្នន័យគណៈគ្រប់គ្រងថ្នាក់រៀនទាំង12ថ្នាក់តែម្ដងដែលយើងបានបង្កើតឡើងហើយយើងបានចងជាប្រព័ន្ធដើម្បីទុកជា system មួយកំណត់ថាឆ្នាំនេះគឺយើងបានអ្នកណាជាប្រធានឬក៏អនុប្រធានចំណែកវឌ្ឍនភាពទី4គឺយើងពាក់ព័ន្ធជាមួយនឹងលទ្ធផលទៅមុខវិជ្ជាបាទគឺយើងពិនិត្យទៅលើលទ្ធផលតាមខែនីមួយៗជូនពួកគាត់ថាតើពួកគាត់នឹងទទួលបាននៅផលយ៉ាងដូចម្ដេចជាជាក់ស្ដែងគឺនៅក្នុង link 3.0.3 និង 3.1.3 យើងច្រោះយកទិន្នន័យនៅក្នុងខែឧសភាទៅលើប្រភេទថ្នាក់ខ្ញុំឧទាហរណ៍ថាថ្នាក់ទី 6A គឺគាត់ទទួលបាននិទ្ទេសទៅលើមុខវិជ្ជាភាសាខ្មែរគឺ ABC បាន30.77% ដែលទទួលបាននៅក្នុងមុខវិជ្ជាភាសាខ្មែរនិងគណិតវិទ្យាគឺស្មើនឹង17នាក់ 43.59% និងសរុបជារួមដែលគាត់ទទួលបាននិទ្ទេស ABC គឺ11% 28.21% ស្មើនឹង11នាក់ហើយក្រុមគោលដៅដែលយើងចង់បានគឺ40%អញ្ចឹងយើងធ្វើផែនការនេះបន្តបង្ហាញជូនពួកគាត់ថាលទ្ធផលពួកគាត់ធ្វើបានក្នុងខែនីមួយៗប៉ុណ្ណាហើយកន្លែងនេះដែរគឺយើងអាចច្រោះនៅទិន្នន័យកម្រិតសាលារៀនបានដូចគ្នាយើងអាចជ្រើសកម្រិតសាលារៀនពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6បាទវានឹងបង្ហាញនៅទិន្នន័យតើសិស្សនៅក្នុងកម្រិតសាលារៀនរបស់យើងនិទ្ទេស ABC ប្រមាណអ្នកនិទ្ទេស DES ប្រមាណអ្នកហើយតើយើងបានឆ្លើយតបទៅនឹងផែនការរបស់ក្រុមគោលដៅក្រសួងហើយឬនៅបាទចំពោះវឌ្ឍនភាពទី5គឺយើងមានទិន្នន័យសិស្សរៀនយឺតកន្លែងនេះគឺយើងចងជាប្រព័ន្ធដូចគ្នាសម្រាប់បង្ហាញជូនលោកគ្រូអ្នកគ្រូបាទគឺសិស្សរៀនយឺតនេះគឺយើងចាប់យកទិន្នន័យនៅក្នុងខែនីមួយៗតែម្ដងឧទាហរណ៍ជាក់ស្ដែងនៅក្នុងខែឧសភានេះគឺយើងចាប់ទៅលើសិស្សដែលគាត់បាននិទ្ទេស F ទៅលើសមត្ថភាពក្នុងការអានតើមានចំនួនប្រមាណអ្នកក្នុងកម្រិតថ្នាក់ហើយយើងក៏អាចជ្រើសរើសនៅកម្រិតសាលារៀនកម្រិតថ្នាក់រៀននិងកម្រិតថ្នាក់ទីបានដូចគ្នាចំណែកវឌ្ឍនភាពបន្តទៀតគឺយើងមានទី6តេស្តភ្នែកនិងត្រចៀកការដែលយើងធ្វើតេស្តភ្នែកនិងត្រចៀកគឺយើងបំពេញតាមរយៈប្រព័ន្ធ Google Sheet គឺយើងប្រើឲ្យពួកគាត់បំពេញតាមទូរស័ព្ទដៃក៏បានកុំព្យូទ័រក៏បានអញ្ចឹងគឺយើង protect ជាប់ឲ្យគាត់បំពេញនៅទិន្នន័យជាក់លាក់មួយសម្រាប់ដឹងទិន្នន័យសិស្សចំណែកវឌ្ឍនភាពទី7យើងមានជាសៀវភៅសុខភាពកុមារដើម្បីតាមដានទៅលើពួកគាត់ថាតើគាត់នឹងខ្សោយនៅកំហើញប្រមាណអ្នកខ្ស
ដោយនៅស្ដាប់ប្រមាណនេះហើយយើងបង្កើតជាសភៅព្រីនចេញមកក្រៅធ្វើជាភស្តុតាងសម្រាប់ធ្វើជាការបង្ហាញជូនថ្នាក់ដឹកនាំផងដែរជាក់ស្ដែងនេះគឺជាទិន្នន័យដែលយើងទទួលបានពីបន្ទាប់ពីគាត់បញ្ចូលទិន្នន័យសិស្សខ្សោយកំហើញខ្សោយស្ដាប់ជាមួយនឹងប្រវត្តិរូបជំងឺមួយចំនួនដែលពួកគាត់ធ្លាប់ជួបចំណែកវឌ្ឍនភាពទី8គឺយើងមានដែលយើងបានបង្កើតចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងសូចនាករស្តង់ដារសាលាគំរូនៅស្តង់ដារទី1ចំណុច2 2.1% សិស្សបបងការសិក្សានេះគឺនៅត្រង់នេះឯងគឺយើងចាប់យកនៅទិន្នន័យយើងសួរនៅព័ត៌មានសិស្សតើសិស្សណាដែលគាត់ប្រឈមនឹងការបោះបង់សាលាសិក្សាហើយយើងបានបំពេញរួចរាល់ហើយនៅត្រង់នេះគឺយើងក្នុងចំណោមសិស្សរបស់យើងជាក់ស្ដែង503នាក់ស្រី269នាក់យើងមានសិស្សដែលគាត់បដិញ្ញាក្នុងការរៀនហ្នឹងចំនួន484នាក់ហើយសិស្សដែលស្ទាក់ស្ទើរគឺមានចំនួន12នាក់និងសិស្សដែលគាត់មិនប្រកាសថានឹងរៀនមានចំនួន7នាក់ហើយនេះគឺជាភាគរយដែលយើងស្រង់មកដើម្បីធ្វើជាភស្តុតាងនៅក្នុងសូចនាករស្តង់ដារសាលាគំរូហើយក៏យើងអាចច្រោះទិន្នន័យតាមកម្រិតថ្នាក់ទីបានដូចគ្នាបើសិនជាយើងច្រោះទិន្នន័យថ្នាក់ទីគឺយើងនឹងលោតនៅកម្រិតថ្នាក់ទី1 2 3 4បន្តហោហែយ៉ាងខ្ញុំឧទាហរណ៍បើសិនជាថ្នាក់ទី 3B គឺសិស្សរបស់គាត់ចំនួនមានចំនួន49នាក់ក្នុងនោះគឺមានចំណោម48នាក់ដែលគាត់បដិញ្ញារៀនហើយនៅមានម្នាក់គឺគាត់គឺគាត់នឹងមិនបន្តការសិក្សាទេគឺមានលក្ខណៈពិសេសថាមានហេតុអីមួយដែលគាត់មិនបន្តការសិក្សាអញ្ចឹងទិន្នន័យនេះគឺយើងទទួលបានពីគ្រូបង្រៀនដែលគាត់បំពេញទិន្នន័យតាមរយៈ Google Sheet ដែលយើងបានបិទភ្ជាប់ជូនពួកគាត់បាទអញ្ចឹងជាបន្តទៀតនេះខ្ញុំសូមបង្ហាញនៅបង្ហាញនៅអ្វីដែលខ្ញុំចង់បង្ហាញបទបង្ហាញនៅថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹង link ផែនការបាទអញ្ចឹងនៅថ្ងៃនេះដែរខ្ញុំមុននឹងបង្ហាញខ្ញុំសូមជម្រាបប្រាប់អង្គប្រជុំផងដែរថាក្រសួងបង្កើត link 3.0.3 និង 3.1.3 នេះប្រៀបដូចជាមាសមួយដុំដែលមានអំម៉ៃហើយយើងត្រូវការតែជាងដែលយកមកច្នៃថាយើងត្រូវធ្វើកវិលខ្សែកឬខ្សែដៃតែជាងអាចច្នៃបានដែរទេអញ្ចឹងគឺខ្ញុំឃើញថាវាមានតម្លៃមែនទែនដែលបង្កើត link 2នេះមកគឺគ្រូបង្រៀនគឺអាចចាប់យកនៅទិន្នន័យជាច្រើនហូរហែដែលយើងសឹងតែគិតស្មានថាមិនដល់បាទអញ្ចឹងនៅក្នុងនេះដែរគឺនៅក្នុងអនុវិស័យបឋមសិក្សាខ្ញុំបានបង្កើតជា system មួយដែលអាចប្រើបានក្នុងខេត្តពោធិ៍សាត់តែម្ដងជាឧទាហរណ៍ក្នុងស្រុកគឺយើងអាចជ្រើសរើសបានទាំង7ក្រុងស្រុកខ្ញុំឧទាហរណ៍ថាជាស្រុកតឡូសែនជ័យគឺយើងបដូរនៅសមាជិកភាពសាលារៀនខ្ញុំដាក់សាលាខ្ញុំតែម្ដងបាទអញ្ចឹងនៅត្រង់នេះដែរអ្វីដែលយើងត្រូវមកត្រួតពិនិត្យទៅលើផែនការរបស់យើងតើយើងត្រូវ copy កន្លែងណាយកទៅដាក់កន្លែងណាហើយតើទិន្នន័យរបស់យើងមានសុក្រឹតភាពដែរអត់បន្ទាប់ពីយើងធ្វើតេស្តដើមឆ្នាំបាទអញ្ចឹងជាជាក់ស្ដែងខ្ញុំលើកកម្រិតថ្នាក់ទី6យកមកបង្ហាញអង្គប្រជុំនេះគឺជាកម្រិតថ្នាក់ទី6ហើយយើងអាចច្រោះទិន្នន័យពីថ្នាក់ទី1ដល់ទី6ខ្ញុំឧទាហរណ៍ទេគឺនេះគឺជាសិស្សដែលខ្ញុំឧទាហរណ៍ទេខ្ញុំសូមបញ្ជាក់ដើម្បីបង្ហាញអង្គប្រជុំថាសិស្សដែលយើងយកមកឧទាហរណ៍នេះគឺជាពិន្ទុដែលគាត់ទទួលបានអតិបរមានៅដើមឆ្នាំគឺ 100% ដើម្បីយើងមកផ្ទៀងផ្ទាត់ថាតើយើងយកមកបំពេញនៅ link ផែនការនេះត្រឹមត្រូវដែរឬទេអញ្ចឹងដើម្បីបកទៅលើការផ្ទៀងផ្ទាត់ខ្ញុំសូមបង្ហាញនៅដំណ link 3.1.3 បាទនេះគឺជាដំណ link 3.1.3 ដែលយើងចាប់យកទិន្នន័យសិស្សដើមឆ្នាំនៅថ្នាក់ទី6ខ្ញុំសូមបង្ហាញអង្គប្រជុំថាសុក្រឹតភាពនៃការស្រង់ទិន្នន័យនេះគឺ 100% តែម្ដងគឺមិនបាត់បន្ទុកសិស្សទេបាទអញ្ចឹងនេះគឺជាតេស្តដើមឆ្នាំអញ្ចឹងយើងឃើញសង្កេតថាសិស្សដែលនៅលេខរៀងទី1គាត់ទទួលបានមុខវិជ្ជាទាំងអស់នៅក្នុងចំណោមមុខវិជ្ជារងនេះគឺពេញ 100% ជាបន្ទុកអតិបរមាបាទគឺខ្ញុំជាឧទាហរណ៍ទេតែបន្ទុកគាត់គឺខ្ញុំបានបំពេញនៅកន្លែងផ្សេងរួចខ្ញុំបិទភ្ជាប់តាមក្រោយបាទជាងគាត់ទទួលបាននិទេសសរុបរបស់គាត់គឺនិទេស A ហើយសិស្សបន្តបន្ទាប់ទៀតបាននិទេស D និទេស B និងនិទេស C យើងក៏លេខមកមើលនៅអ្វីដែលយើងបានបំពេញនៅដល់ link របស់យើងតើវាត្រឹមត្រូវឬមិនត្រឹមត្រូវនៅពេលដែលយើងបង្ហាញនៅលទ្ធផលដែលយើងត្រូវបំពេញនៅក្នុងដំណ link ផែនការយើងឃើញថាមុខវិជ្ជារងនីមួយៗដែលសិស្សទទួលបានគឺទទួលបានបន្ទុក 100% តែម្ដងគឺមិនមានបន្ទុកណាមួយបាត់ទេបាទអញ្ចឹងបើក្នុងចំណោមទាំងអស់នេះគឺយើងសង្កេតឃើញថាបើយើងជាឧទាហរណ៍មួយត្រឹមត្រូវហើយអញ្ចឹងសិស្សផ្សេងក៏យើងអាចញែកនៅបន្ទុករបស់គាត់ដោយមិនបាត់និទេសនិងមិនបាត់បន្ទុករបស់គាត់បានដែរបាទចំពោះថ្នាក់ផ្សេងលោកគ្រូក៏ធ្វើអញ្ចឹងដូចគ្នាអញ្ចឹងខ្ញុំជាឧទាហរណ៍ខ្ញុំ select ទៅលើសាលារៀនឧទាហរណ៍ថាស្រុកតឡូសែនជ័យមានសាលាច្រើនហូរហែបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាជាសាលាបឋមសិក្សាមួយស្រុកលោកគ្រូគ្រាន់តែ select ទៅរួចយើងជ្រើសរើសនៅកម្រិតថ្នាក់បាទនេះគឺជាទិន្នន័យនឹងបង្ហាញតិចទៀតដោយសារតែបញ្ហាអ៊ីនធឺណិតរបស់ខ្ញុំសូម refresh មួយបាទអញ្ចឹងវានឹងចាប់ទិន្នន័យសិស្សនៅថ្នាក់ទី6ទី1ដល់ទី6របស់សាលាបឋមសិក្សាបឹងស្ដុកមកតែម្ដងហើយយើង copy នៅបន្ទុករបស់សិស្សនីមួយៗហ្នឹងគឺអូសវាយកមកដាក់នៅក្នុងដំណ link ផែនការរបស់យើងតែម្ដងបាទនេះគឺជាអ្វីដែលយើងបានបង្កើតឡើងយើងឃើញថា
មានភាពងាយស្រួលមែនទែនដោយយើងអត់ហត់ប្រើកម្លាំងបាយក្នុងការបំពេញម្ដងមួយទេបើសិនជាសិស្សនឹងក្នុងមួយថ្នាក់នឹងប្រមាណអ្នកគឺយើង copy យកតែម្ដងយកទៅដាក់តែម្ដងបាទខ្ញុំសូមអនុញ្ញាតម្ដងទៀតបាទចឹងគឺយើងមាន option ច្រើនដែរយើងមាន option សម្រាប់ជ្រើសរើសឬក៏ copy តំណលេខ 3.1.3 យកមកដាក់ត្រង់នេះក៏បានគ្រាន់តែចុចទៅគឺគ្រូនឹងបាត់ទិន្នន័យហើយចុចទៅគឺទិន្នន័យវាអត់បង្ហាញជូនយើងទេបាទបាទនេះគឺជាអ្វីមួយដែលខ្ញុំបានកើតឡើងសម្រាប់ជូនលោកគ្រូអ្នកគ្រូដើម្បីបង្ហាញបាទនេះគឺជាសាលាបឋមសិក្សាបឹងស្លុកខ្ញុំសូមចុចម្ដងទៀតដោយសារបញ្ហាអ៊ីនធឺណិតរបស់ខ្ញុំបាទចំពោះសាលាផ្សេងលោកគ្រូអ្នកគ្រូក៏អាចបាទនេះគឺជាសាលាបឋមសិក្សាបឹងស្លុកបាទក៏គាត់អាចច្រោះនៅទិន្នន័យសិស្សរបស់គាត់អញ្ចឹងឧទាហរណ៍ថាបើសិនជាសិស្សនៅសាលាបឋមសិក្សាបឹងស្លុកគាត់ចង់បំពេញនៅ link ផែនការមានន័យថាយើងមិនចំណាយពេលយូរទេយើងឧទាហរណ៍ថាយើងចំណាយពេលត្រឹមតែ5នាទីឬក៏10នាទីអីគឺការងារនេះគឺហើយ100%តែម្ដងបើសិនជាលោកគ្រូអ្នកគ្រូយកទៅអនុវត្តព្រោះឯ link នេះគឺវាមានភាពងាយស្រួលមែនទែនហើយសុក្រិតភាពមែនទែនគឺយើងមិនបាត់នៅនិទេសសិស្សទេបាទឧទាហរណ៍ជាបន្តទៀតបើសិនជាសិស្សនឹងនៅសាលាបឋមសិក្សាជង្រុកយើងគ្រាន់តែដូរនៅសាលាបឋមសិក្សាទៅវានឹងបង្ហាញនៅទិន្នន័យសិស្សនៅសាលាបឋមសិក្សាជង្រុកហើយបើសិនជាពួកគាត់បានធ្វើតេស្តដើមឆ្នាំបាទវានឹងលោតទិន្នន័យនៅស៊ីតជ្រើសរើសកម្រិតថ្នាក់នេះតែម្ដងនេះគឺជាសិស្សនៅសាលាបឋមសិក្សាជង្រុកបាទអញ្ចឹងនៅត្រង់ចំណុចនេះដែរខ្ញុំជឿជាក់ថាលោកគ្រូអ្នកគ្រូប្រកាសជាចេះនៅក្នុងការបិទភ្ជាប់ដំណប្រព័ន្ធនេះហើយគឺចេះនៅចេះ copy ចេះផាសវាចូលទៅហើយខ្ញុំក៏មានវីដេអូសម្រាប់បង្ហាញជូនលោកគ្រូអ្នកគ្រូផងដែរបាទហើយខ្ញុំបានផ្ញើចូលទៅក្នុងក្រុមបាទនៅក្នុងក្រុមរបស់ខ្ញុំនេះគឺបានផ្ញើជូនលោកគ្រូអ្នកគ្រូខាងលើនេះបាទយើងមានសកម្មភាពការងារច្រើនឧទាហរណ៍ថានេះគឺជា channel YouTube របស់ខ្ញុំហើយលោកគ្រូអាចក៏លេខមកមើលសកម្មភាពការងារដែលខ្ញុំបានរៀបចំមានចំនួនអនុស័យបឋមមានចំនួន12ហើយយើងអាច select ទៅលើអនុស័យមធ្យមបាទគឺមានហោហែអញ្ចឹងទៅហើយនឹងកុមារតូចក៏មានដូចគ្នាដែរហើយបើលោកគ្រូអាចចង់ដឹងវីដេអូច្បាស់អាចចូលទៅ channel YouTube របស់ខ្ញុំបានដូចគ្នាបាទនេះគឺជាទិន្នន័យវឌ្ឍនភាពមួយដែលខ្ញុំបានរៀបចំឡើងសម្រាប់សាលាបឋមសិក្សាតឡូហើយចំពោះបទបង្ហាញនៅខ្ញុំនៅថ្ងៃនេះមានតែប៉ុណ្្នឹងសម្រាប់ជំរាបជូនលោកគ្រូអ្នកគ្រូហើយបើសិនជាលោកគ្រូអ្នកគ្រូចង់ប្រើប្រាស់បាទ link ខាងក្រោមនេះលោកគ្រូអ្នកគ្រូអាចប្រើប្រាស់ដោយសេរីបាទនេះគឺយើងយកទៅប្រើប្រាស់សម្រាប់បំពេញតែម្ដងខ្ញុំសូម forward ចូលក្នុងក្រុមបាទគឺលោកគ្រូអ្នកគ្រូអាចប្រើប្រាស់ក្នុងការ copy យកទៅដាក់តែម្ដងគឺក្នុងខេត្តពោធិ៍សាត់របស់យើងគឺប្រើបានដោយសេរីបាទខ្ញុំមានប៉ុណ្្នឹងទេសម្រាប់បង្ហាញជូនហើយបើសិនជាមានកំហុសខុសឆ្គងត្រង់កន្លែងណាមួយអីសូមគណៈគ្រប់គ្រងមេត្តាខន្តីអភ័យទោសបាទសូមអរគុណបាទគ្រូជើញបាទបាទលោកគ្រូបាទបាទអញ្ចឹងលោកថាខ្ញុំជ្រើសរើសស្រុកកកបាទលោកគ្រូអាចជ្រើសរើសនៅសាលាហើយលោកគ្រូកុំភ័យណានៅកន្លែងនេះខ្ញុំចុច protect ឲ្យអស់ហើយលោកគ្រូចុចអត់បានទេបាទគឺយើងអូសមកគឺសាលាបឋមសិក្សាឈើតុំអញ្ចឹងទៅវានឹងលោតទិន្នន័យបាទនេះគឺសិស្សនៅឈើតុំបាទសិស្សទី6បើសិស្សអ្នកផ្សេងគ្រូគាត់តែ select កន្លែងនេះទៅបាទវានឹងដូរនៅកម្រិតឲ្យយើងហើយយើង copy យកមកដាក់តែម្ដងហើយដូចខ្ញុំបញ្ជាក់អញ្ចឹងបើគ្រូចង់ផ្ទៀងផ្ទាត់យើងដាក់បន្ទុក 100% នៅតេស្តដើមឆ្នាំទាំងអស់ទៅវានឹងលោតនេះគឺលោតទិន្នន័យសិស្សមកគ្រូហើយគ្រូអូសទៅគ្រូ copy សិស្សលោកគ្រូប៉ុន្មានអ្នកឧទាហរណ៍ថាសិស្សលោកគ្រូមានចំនួនថ្នាក់ទី6នេះគឺ209នាក់អញ្ចឹងយើង select ទាំងអស់ទៅបាទយើង copy វាអញ្ចឹងទៅហើយគ្រូមកស្ដាំទៅយើងយកតែ copy មួយបានហើយបាទហើយយកទៅបិទភ្ជាប់នៅតំណ link ផែនការរបស់យើងបាទផែនការរបស់យើងបាទនេះគឺផែនការនេះឯងបាទនេះគឺជាភាពងាយស្រួលមួយដែលខ្ញុំបានឃើញថាវាអាចធ្វើឡើងហើយសម្រួលដល់ការងារលោកគ្រូហើយក៏ខ្ញុំចាប់យកទិន្នន័យនេះយកមកដាក់តែម្ដងបាទលោកគ្រូខ្ញុំមានប៉ុណ្្នឹងសម្រាប់បង្ហាញជូនអង្គប្រជុំបាទបាទ
bạn lúc bạn nhưng nhom đâu vậy bạn bạn của ai bằng hai mất cứ nhom đang chơi rồi sao bạn ai hai bán của sala nào đấy nhom do mới mới bạn bạn của bạn đi bạn lúc sai thòng bạn chạy mưa đáy mình nữa nơi nơi sốc nát của nó sốc sốc đôi khi nơi trong bộ sách Supi của Supi và Supi đi sư sala Supi cứ dương chạy tới dương chạy mưa tới và còn bàn tay đam chám của bàn tay đam chám vì lô tên này đẹp ót quy sâu này của tranh sâu nàyนี่គឺមានcủa មាន tên này ta គាត់ទៅ copy ដាក់ទេលោកគ្រូឧទាហរណ៍ថ្នាក់ទី6ចឹងទៅគាត់ select បាទលោកគ្រូឧទាហរណ៍ថាខ្ញុំឧទាហរណ៍ថាខ្ញុំជ្រើសរើសសាលាខ្ញុំចឹងណាលោកគ្រូខ្ញុំឧទាហរណ៍ថាសាលាបឋមសិក្សាខ្ញុំដូរដាក់មកដោយសារតែ link 3.1 គឺ link របស់ខ្ញុំចឹងណាលោកគ្រូខ្ញុំដាក់ស្រុកតឡូសែនជ័យហើយខ្ញុំដូរសាលាខ្ញុំដាក់បឋមសិក្សាតឡូហើយឧទាហរណ៍ថាបើសិនជាលោកគ្រូអ្នកគ្រូចង់ពេញថ្នាក់ទី6បាទនេះវាលោតទៅនៅថ្នាក់ទី6ណាអញ្ចឹងលោកគ្រូអាចថាអ្វីដែលលោកគ្រូស្រួលអាច select ពីក្រោមនេះបានដែរលោកគ្រូចុច mouse ឆ្វេងទៅលើវាមួយហើយលោកគ្រូចុច shift control ហើយ arrow key ទៅខាងស្ដាំផុតទៅតែមួយទេចុចតែមួយវាលោតទៅផុតហើយលោកគ្រូ arrow key ទៅខាងលើអស់ទៅវាលោតទាំងអស់ហើយលោកគ្រូ mouse ស្ដាំមួយបាទហើយយើងយកពាក្យថា copy បាទអញ្ចឹងនៅពេល copy រួចខ្ញុំមកចូល link ផែនការដែលតម្លាក់មកបាទនេះគឺ link ផែនការដែលតម្លាក់មកហើយយើងជ្រើសរើសកម្រិតថ្នាក់ទៅអញ្ចឹងឧទាហរណ៍ថ្នាក់ទី6យើងចុចទៅលើសិស្សដំបូងគេនៅលើមុខវិជ្ជារងការស្គាល់តួអក្សរហើយយើងចុច mouse ស្ដាំយើងយកពាក្យថា pass special ហើយយើងយកពាក្យ value only មកបាទទៅនេះវាលោតមកបាទវាលោតមកដោយស្វ័យប្រវត្តិតែម្ដងជូនយើងដោយសារសាលាផ្សេងខ្ញុំអាចដាក់បានគ្រូដោយសារតែជាប់ value only ព្រោះអីត្រូវការជាប់នៅទិន្នន័យអញ្ចឹងណាគ្រូបាទ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 នេះគឺជាបានគ្រូនេះប្រើសេរីគ្រូអាចបានក្នុងខេត្តយើងដោយសារតែវាចាប់ទិន្នន័យបានអញ្ចឹង
มีความสุขร่วมทางในนามมุ้ยtrong đó chúng tôi khi vận hành thì chạy tên tôi chúng tôi đã ra trong quán cái sàn này ra cho quán cái thời gian chạy tên thời gian ở cái sàn trà và trong sự vận hành ngày nào muối tôi không chui vận hành vận hành những con tôi sẽ làm trên vận hành và chỉ một quán một vài và thì trà thì cái chia một đấy là một cái cột công nghiệp này hay chứ khai thác sản xuất ra đi trong thực phẩm là tức là tiền chuyên và đặc biệt ca đi trong chiều qua rất là nhiều về tập quán và trên thực tế nó cứ system nó cứ rất cứ sáng hai môn học ra và trên ông trong hồi cái lifestyle chia sẻ sản phẩm nó cứ ngày chia con cho mình cho nên cái chia với hiện ca trong định bây giờ là ốc của hai cũng cho một con cái siêu xây hai cái biết đâu hai đất chưa thành lý là có và những khi cái mình có đi chưa tính mỗi năm sẽ được thành phố là nâng cao chưa và mua gây hai nhưng mua một vài thì mình phải chúng ta để sao nó bạn chúng ta để sinh vậy chứ số trang hồ sơ đấy thì có một số số phần sự thì sẽ là chia sẻ và học lên số lại